បាននៅក្នុងពេលថ្មីៗនេះទីក្រុងបាងកកត្រូវបានគេចាត់ទុកថាគឺជាទីក្រុងមួយដែលជាប់លេខ1នៅលើពិភពលោកជាទីក្រុងដែលពោពេញទៅដោយស្កេមនិងកើតមានជាច្រើននៅករណីលូកហៅប៉ៅជាញឹកញាប់បំផុតឆ្នេះ Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលំអិតព័ត៌មាននេះនៅក្នុងពេលថ្មីៗនេះគេហាក់ទំព័រដ៏ល្បីឈ្មោះមួយរបស់អង់គ្លេសដែលមានឈ្មោះថា Compare the Market បានចាត់ទុករាជធានីបាងកកនៃប្រទេសថៃនៅលំដាប់លេខ1តែម្ដងនៅលើពិភពលោកគឺជាទីក្រុងដែលពោពេញទៅដោយការឆបោកតាមបណ្ដាញអនឡាញឬក៏ scam អនឡាញនឹងកើតមានករណីលូកហៅប៉ៅជាញឹកញាប់បំផុតនេះបើយោងទៅតាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025នេះស្របជាមួយគ្នានោះផងដែរសម្រាប់ការផ្ដល់ជាបន្ទុកពីសំណាក់អ្នកទេសចរនៅក្នុងគេហទំព័រនោះទីក្រុងបាងកកទទួលបានបន្ទុករហូតដល់ 83.45 ឈរពីលើទីក្រុងប៉ារីសនៃប្រទេសបារាំងដែលជាប់លេខ2មានបន្ទុក 68.81 បន្ទុកលេខ3នៃទីក្រុងសាធារណរដ្ឋឆេក 52.16 បន្ទុកលេខ4ទីក្រុងសៀងហៃប្រទេសចិន 51.83 បន្ទុកនិងលេខ5ទីក្រុងអាក្រានៃប្រទេសឥណ្ឌា 47.48 បន្ទុកស្របជាមួយគ្នានោះផងដែរក្នុងការដាក់បន្ទុកនេះដែរអ្នកទេសចរជាង 1000 នាក់បានបញ្ជាក់យ៉ាងច្បាស់ថារាជវាំងថៃគឺជាកន្លែងដែលមានអ ுக ្រិតកម្មទេសចរខ្លាំងបំផុតនៅលើពិភពលោកគណៈពីទីតាំងទៀតដែលកើតមានករណីស្កេមនិងលូកហៅប៉ៅគួរឲ្យខ្លាចបំផុតគឺវត្តភូនិងផ្សារចតុចក្រក្រៅពីករណីស្កេមនិងការលូកហៅប៉ៅនេះអ្នកទេសចរក៏បានប្រមានឲ្យត្រូវតែមានការប្រុងប្រយ័ត្នតាក់ទងទៅនឹងការចោលប្លន់និងត្រូវទុកដាក់របស់របរឲ្យស្រួលបួលបំផុតព្រោះនឹងអាចមានករណីលួចនិងប្លន់ផងដែរបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន